ជំរាបសួរបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះមករៀនធ្វើម្ហូបឆាទំពាំងជ្រក់រសជាតិជូរអែមហើយហឹរតិចៗណាបងប្អូនចានិយាយទៅនៅប្រទេសអូស្ត្រាលីថ្ងៃនេះមេឃភ្លៀងបងប្អូនអើយហើយនក់ស្លឹកឈើជ្រុះឡើងពេញមុខផ្ទះលឿងសង្ហែអស់ហើយនៅមុខផ្ទះខ្ញុំហ្នឹងបងប្អូនចាហើយថ្ងៃនេះក៏ទៅផ្សារទិញបានទំពាំងជ្រក់ណាបងប្អូននេះទំពាំងដិបទំពាំងហ្នឹងចានិយាយទៅទំពាំងហ្នឹងគឺបាសចិនទេខ្ញុំទិញនៅហាងមីយ៉ាន់ម៉ាបាសចិនទិញនៅហាងមីយ៉ាន់ម៉ាជនជាតិខ្មែរអ្នកធ្វើអី3ប្រទេសណាគ្រាន់តែម្ហូបមួយមុខសោះនេះអើយហើយនេះបងប្អូនរបៀបធ្វើឆាទំពាំងជ្រក់ជូរអែមហឹរនេះដែរគឺគ្រឿងផ្សំគឺយើងមានដូចខាងក្រោមនេះបងប្អូននេះឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយសាច់ជ្រូក3ជាន់គឺនាងខ្ញុំបំពងចាបំពងឲ្យវាឆ្អិនអញ្ចឹងមកបងប្អូនពេលយើងឆាទៅឆ្ងាញ់ហើយគ្រឿងផ្សំមានប្រេងខ្យងមានទឹកត្រីទឹកស៊ីអ៊ីវអីដូចតារ៉លតាដងអញ្ចឹងបងប្អូននេះចាដំបូងគឺយើងដាក់ខ្ទះឲ្យក្តៅមកចាចាក់ប្រេងអូលីវចូលដាក់ឲ្យក្តៅហើយដាក់ខ្ទឹមសចិញ្ច្រាំនឹងចូលណាបងប្អូនចាដាក់ឲ្យវាឡើងជើងក្រងពណ៌ត្នោតហើយគឺយើងចាប់ផ្ដើមធ្វើអញ្ចឹងឲ្យវាឈ្ងុយបងប្អូនបើបងប្អូនអត់ដាក់ខ្ទឹមឲ្យឡើងពណ៌ត្នោតទេគឺអត់ឈ្ងុយទេបងឆាទៅបងប្អូនឆាទៅវាអត់សូវមានរសជាតិទេចាតមកទៀតគឺយើងចាក់ទឹកស៊ីអ៊ីវទឹកត្រីចូលមកបងប្អូនប្រេងខ្យងអីហ្នឹងមួយមុខបន្តិចចារសជាតិគឺថាឆ្ងាញ់តែបងប្អូនណាគ្រឿងផ្សំមួយមុខបន្តិចគឺថាឆ្ងាញ់ហ្មងស្ករបន្តិចម្រេចបន្តិចម្សៅស៊ុបបន្តិចអីអញ្ចឹងទៅណាចាតាមចំណង់ចំណូលចិត្តបងប្អូនទៅបន្តមកទៀតគឺយើងចាក់សាច់ជ្រូក3ជាន់បំពងនឹងចូលមកបងប្អូនចាក់ទឹកមួយច្រូចមកចាហើយតែប៉ុណ្្នឹងមកគឺថាយើងដាក់ទំពាំងដាក់អីចូលមកគឺវាឆ្អិនហើយបងប្អូនព្រោះសាច់ជ្រូកយើងបំពងឆ្អិនរួចហើយនឹងសំខាន់ដាក់តែគ្រឿងផ្សំដាក់អីចូលទាំងអស់មកគឺឆ្អិនហើយលឿនទៀតបងប្អូននេះហើយទំពាំងហ្នឹងគឺថារសជាតិឡើងជូរបងប្អូនអើយឆ្ងាញ់មែនតែនចាទំពាំងបាសចិនហ្នឹងអេមហ្មងចាឲ្យដាក់ម្ទេសបន្តិចបន្តួចអីមកបងប្អូនចារសជាតិជូរអែមហឹរតិចអីចឹងណាបងប្អូនខ្ញុំអត់ចង់ញ៉ាំហឹរខ្លាំងពេកទេចារោយស្លឹកខ្ទឹមពីលើចាក់ទឹកថែមបន្តិចទៀតដាក់ខ្ទឹមក្រហមចូលគឺឆ្អិនជាការស្រេចហើយបងប្អូនអើយនេះចាតំណងឲ្យលឿនទៀតនិយាយទៅឆាលឿនទេបងប្អូនឆាអីក៏ដោយឲ្យតែឆាគឺលឿនទាំងអស់ហ្នឹងចាហើយបងប្អូនឃើញអត់នេះតំណងមែនតែនរសជាតិជូរអែមហឹរតិចមកមេឃត្រជាក់មកអង្គុយញ៉ាំនៅមុខផ្ទះហ្នឹងនឹកស្រុកកំណើតចាអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ share ទៅ Facebook ឲ្យបងប្អូននិយាយថាអំពូមីងគាត់បានស្គាល់ channel YouTube របស់នាងខ្ញុំម្នាក់មួយផងអរគុណ